មើលវីដេអូនេះរហូតដល់ចប់អ្នកទាំងអស់គ្នានឹងចំណេញលុយ$25ភ្លាមតែម្ដងចាថ្មីទៀតហើយចាបងប្អូនបងអូនចាដែលមានបំណងចង់ធ្វើស្នៀតសក់ដោយខ្លួនឯងនៅក្នុងថ្ងៃពិសេសចាអាចមកមើលផ្កាស្នេហ៍ធ្វើបានផ្កាស្នេហ៍បង្ហាញអ្នកនរគ្នាអស់គ្មានលាក់លៀមទេចាសម្រាប់ម៉ូតនេះយើងប្រើលួសតុន6សរសៃកាត់ជា2អញ្ចឹងវាស្មើនឹង12សរសៃចាសម្រាប់លួសតុនក្នុងមួយសរសៃប្រវែង80សង់ទីម៉ែត្រយើងកាត់ជា2ស្មើនឹង40សង់ទីម៉ែត្រហើយយើងត្រឹមចុងតិចណាអ្នកនរដើម្បីឲ្យងាយស្រួលយើងដោតផ្កាចូលអត់មានតាក់ចាបើយើងអត់ត្រឹមទេយើងរៀងមុខតំណកាត់ណាវារៀងតាក់ផ្កាចាហើយដោតអញ្ចឹងមកហើយនេះខ្ញុំដោតផ្កាពុតបានខ្លះហើយចានេះមកបង្ហាញអ្នកនរដោតផ្កាចម្ប៉ាផ្កាយើងដោតផ្កាចម្ប៉ាចាដោតឲ្យចំក្បាលផ្កាដើម្បីទប់លំនឹងចាហើយខ្ញុំគ្រប CK មកគ្របចាដើម្បីលម្អឲ្យរឹតតែស្អាតចាបន្ទាប់មកខ្ញុំប្រើផ្កាពុតមកគ្របទៀតតែផ្កាពុតហ្នឹងខ្ញុំដោតទាំងតងណាចាយើងដោតពីក្បាលមកមុនមកចាហើយដោតទាំងតងអញ្ចឹងមកចាហើយយើងនៅបន្តដោតអញ្ចឹងទៀតចាដោតរហូតបានសម្រាប់ម៉ូតនេះខ្ញុំប្រើផ្កាចម្ប៉ាតែ5គ្រាប់ទេចា5គ្រាប់ហ្នឹងខ្ញុំធ្វើតែ2ខ្សែចាហើយក្រោយខ្ញុំធ្វើតែ4គ្រាប់ផ្កាអ្នកគ្នាឬទៅគ្រាប់មិនដឹងថាគ្រាប់អី4គ្រាប់ផ្កាចាដើម្បីយើងយកបដិញអាក្រមរៀងវែងបន្តិចហើយយើងដាក់ពីលើមកពេលដែលយើងផ្គុំវារៀងឃើញខ្លីវិញមិនឃើញស្អាតចាអ្នកនរគ្នាកុំច្រឡំថាលឺគ្រាប់ហ្នឹងគ្រាប់អីគេអត់យល់ណាចាយើងធ្វើអញ្ចឹងឲ្យបានច្រើនខ្សែទាំងអស់យើងលួសវា12ខ្សែចាអញ្ចឹងសម្រាប់ផ្កាចម្ប៉ានេះខ្ញុំដោតខ្ទង់ជា8ទៅ9ខ្សែដែរអ្នកនរគ្នាចាយើងដោតអញ្ចឹងមកចានេះបង្ហាញអ្នកនរគ្នាបន្តិចចាបើសិនជាអូនដែលគាត់ចិត្តមានកម្មវិធីភ្ជាប់ពាក្យឬក៏ថត pre wedding បងប្អូនឲ្យធ្វើខ្លួនឯងសៀតសក់ចាពិតជាវាមាន memory ល្អចាឥឡូវមកមើលខ្ញុំផ្គុំទាំងអស់គ្នាចាសម្រាប់ផ្កាលាវអាវដែលបិទនេះខ្ញុំមានបង្ហាញវីដេអូដូចហើយចាបើបង្ហាញទាំងអស់វីដេអូនេះវែងមែនតើអ្នកនរគ្នាប្រកាសជាខ្ជិលចាអញ្ចឹងខ្ញុំកាត់កន្លែងណាដែលខ្ញុំធ្លាប់ធ្វើហើយគឺខ្ញុំកាត់ចេញហើយចានេះគាត់ផ្កាលាវអាវយើងរុំជាមួយនឹងផ្កាពុតខ្លះរុំជាមួយនឹងបដូលផ្កាខ្លះចាហើយយើងចូលមកផ្គុំអញ្ចឹងមកចាយើងផ្គុំឲ្យខ្លាចជាមួយដុំហើយបានយើងលើកផ្កាយើងដែលលុះហ្នឹងយកមកផ្គុំបញ្ចូលគ្នាចាដូចរូបនេះខ្ញុំផ្គុំបញ្ចូលហ្នឹងអានេះយើងចាប់យើងអត់ទាន់ផ្គុំទេគ្រាន់តែយើងចាប់មើលសិនយើងសរេសរងឲ្យសម្រាប់លុះនេះយើងអាចពុតពេនបានតាមចំណូលចិត្តចាយើងចង់ពុតពេនចង់រៀងក្តោបបន្តិចចង់រៀងលាបន្តិចបានតាមបេះដូងអ្នកទាំងអស់គ្នាចានិយាយទៅសម្រាប់ម៉ូតនេះយើងនិយាយថាចេះមិនស្រួលហើយក៏មិនពិបាកដែរចាហើយគាត់ថាចំពោះការចម្ប៉ាប្របាក់រោបន្តិចអ្នកនរគ្នាអើយមករោបាន50គ្រាប់ហ្នឹងធ្វើហ្នឹងដើរពី3ផ្សារចានេះយើងពេលនេះយើងអាចបលីបន្តិចបរូមបន្តិចបានតាមចំណូលចិត្តចាប៉ុណ្ណឹងរួចរាប់បាត់ហើយយើងគ្រាន់តែផ្គុំមើលថាអូខេហើយបានយើងចាប់ដើមរុំជាមួយនឹងស្គុតសរុំតងលុះដើម្បីឲ្យមើលទៅអត់ឃើញលុះហេមើលទៅឃើញស្រស់ស្អាតចាហើយយើងយកទៅសៀតចូលនៅកន្លែងសក់ហើយទៅដល់ភ្នំកាចេះហើយអ្នកគ្នាឲ្យតែបានប៉ុណ្ណេះហើយទៅដល់ភ្នំប្រកាសជាគាត់ចេះជាងថតអីហ្នឹងគាត់ចេះសេរីឲ្យយើងឲ្យចង់ក្តោបចង់លាអីបានតាមចិត្តចាអ្នករុំអញ្ចឹងមកអ្នកគ្នានិយាយទៅម៉ូតនេះស្អាតមែនតែនហើយអ្នកគ្នាគាត់មើលក៏យល់ដែរអាចធ្វើសម្រាប់ថ្ងៃពិសេសខ្លួនឯងអូយពិតជាមាន memory ល្អមែនតែនចាក្តីសុខខ្លាំងចានឹងដោតអញ្ចឹងចាពេលដោតមានដោតដូចខ្ញុំអញ្ចឹងខ្ញុំក៏ធ្វើតម្រង់ជូនអ្នកទាំងអស់គ្នាមើលឯងចាពេលគេដោតពីលើសក់បន្តិចមកហើយចេញកតុយបន្តិចមកអ្នកនរគ្នាអូយស្អាតមែនតែនចាស្អាតខ្លាំងហ្មងហើយផ្កាចម្ប៉ាឡើងក៏អូបអ្នកនរគ្នានិយាយទៅគ្រាន់ធ្វើហើយចង់រៀបការម្ដងទៀតចាអរគុណ